សួស្តីបងប្អូនទាំងអស់គ្នាបាទឥឡូវខ្ញុំមកធ្វើ demo ថ្មីទាក់ទងនឹងការ update ជាមួយនឹង function group interaction បាទអញ្ចឹងឥឡូវយើងចូល group interact នេះមកបាទអញ្ចឹង option ទី1នេះគឺយើង check ចំនួន group ទាំងអស់ដែល admin នឹងបាន join ដែលភាសាទូទៅដែល user គាត់តែងតែនឹកហៅនៅក្នុង CCK ថា backup group ណាអញ្ចឹងវានឹងចូលទៅ check ថាចំនួន group ទាំងអស់មានចំនួនប្រមាណវានឹង update ចូលមកក្នុង column join group នេះអញ្ចឹងឧទាហរណ៍ដូច account នេះមួយអញ្ចឹងវា join បាន312 group អញ្ចឹងយើង join ប្រមាណ group វាចូលទៅ check ចំនួន group ប៉ុណ្ណឹងមក show បង្ហាញឲ្យយើងមើលថាទាំងអស់មានប្រមាណ group បាទចំណុចទី2នេះគឺ join group បាទអញ្ចឹងក្នុងការ join group នេះយើងមានពីររបៀបរបៀបទី1 join by UID in list បាទ join by UID in list ហ្នឹងបានន័យថាយើងដាក់ UID នៅក្នុង list នេះហើយយើង join តាម UID group ដែលយើងបានបញ្ចូលនៅក្នុងនេះបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំមាន group ID ប៉ុណ្ណឹងយើងដាក់ចូលមកបាទយើងដាក់ចូលមកបាទអញ្ចឹងវាចូលមកប្រាប់នៃចំនួន39 UID បាទអញ្ចឹងយើងចង់ join group ដែលយើងដាក់ចូលហ្នឹងយើងចង់ join ចំនួនប្រមាណ group យើងដាក់ប៉ុណ្ណឹងមកឧទាហរណ៍ថាយើងចង់ដាក់3យើងដាក់3មកយើងចង់ដាក់5យើងដាក់5មកអញ្ចឹងក្នុងការ join group ហ្នឹងបើសិនជាអ្នកនរគ្នាចង់ឲ្យ account នីមួយនៅពេលដែលយើងចុច run ហ្នឹងឲ្យវា join group កុំឲ្យ join គ្នាបានឧទាហរណ៍ថាយើង select 10 account ហ្នឹងយើងចង់ឲ្យ10 account ហ្នឹងកុំឲ្យវា join group មួយហើយកុំឲ្យ join គ្នាអ្នកនរគ្នាយកកន្លែង delete selected UID from list នេះបានន័យថានៅពេលដែល account ទី1នេះវាចាប់ UID group នឹងយកទៅ join ហើយគឺវាលុបចោលហើយអញ្ចឹងលុបចោល account ទី2នៅពេលដែលវាចូលទៅចាប់ទៅវាអត់បានចាប់ UID ទី1ទេគឺវាចាប់យក UID ទី2នេះអញ្ចឹងអាទី3វាចាប់ទី3ទី4វាចាប់ទី4អញ្ចឹងទៅតែបើសិនជាអ្នកនរគ្នាចង់ឲ្យឧទាហរណ៍ថាខ្ញុំ select 3អញ្ចឹងចង់ឲ្យគ្រប់ account ទាំងអស់ join ចូលទៅក្នុង3 group នឹងដូចគ្នាអញ្ចឹងអ្នកនរគ្នាអត់ចាំបាច់ check កន្លែង delete នេះទេអញ្ចឹងនៅពេលដែល run ទៅ join ទៅគ្រប់ account ទាំងអស់វានឹង join 3 UID group នឹងដូចគ្នាបាទជំរើសទី2យើង join តាមរយៈយើង import group UID ហ្នឹងចូលទៅក្នុងតារាងចូលទៅក្នុង account នីមួយៗហ្មងអញ្ចឹងកន្លែងហ្នឹងយើងមើលកន្លែងនេះបាទនេះដូចអ្នកនរគ្នាឃើញកន្លែងក្នុង ground នេះអញ្ចឹងបានន័យថាជា UID ដែលយើង import ចូលនៅក្នុង ground អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ឲ្យ account ទី1ទី1នេះឲ្យវា join 3 group នេះអញ្ចឹងយើង copy 3 group ហ្នឹងមកហើយយើង select account ទី1យើងយកមកស្ដាំយក group ហើយយក import UID នេះបាទយើង import ចូលមកចូល3 group ហ្នឹងអញ្ចឹង account ទី1ហ្នឹងនៅពេលដែលយើងចុច run ទៅវានឹង join ទាំង 3 group ហ្នឹងហើយ account ទី2នេះយើងចង់ឲ្យ join 3 group នេះទៀតបាទយើង copy ហើយយើងមកស្ដាំលើវាយើងយក group ហើយ import UID group ចឹងមកអញ្ចឹង account ទី2នេះយើងដាក់តាមហ្នឹងអាហ្នឹងដូចយើងកំណត់លើ group ដែលយើងចង់ដាក់លើ account នីមួយៗអញ្ចឹងណាដូចថាយើងចង់ឲ្យ account មួយហ្នឹងកាន់កាប់តែ group ប៉ុណ្ណឹងបាទអញ្ចឹងបន្តមកទៀតតាក់ទងនឹង interact តាក់ទងនឹង interaction នៅលើ group មុខងារផ្សេងៗហ្នឹងមុនដំបូងគឺអ្នកនរគ្នាត្រូវមើលកន្លែងនេះសិនបាទអញ្ចឹងក្នុងការ interact group ហ្នឹងវាមានពីររបៀបដូចគ្នាទី1គឺយើង interact group ហ្នឹងតាមរយៈimport admin page អាហ្នឹងកន្លែង import ហ្នឹងដូចគ្នានឹងឯងបានន័យថានៅពេលដែលយើង import group UID ចូលទៅហ្នឹងយើងឲ្យវា interact តាមរយៈ group UID ដែលយើងបាន import ចូលបាទមួយទៀតគឺយើងអាច interact group ហ្នឹងតាមរយៈ by access group អញ្ចឹង by access group ហ្នឹងបានន័យថា group ដែលយើងបាន join វាអត់ខ្វល់ថានៅក្នុងតារាងនេះមាន UID ឬអត់ទេគឺវានឹងចូលទៅ select group ដែលយើងបាន join ពីមុនមករាប់រយ group ហ្នឹងគឺវាចូលទៅ select តាមអ្វីដែលយើងកំណត់ហ្នឹងដូចយើងចង់ interact x3 អញ្ចឹងយើងដាក់3មកហើយ delay នេះនៅពេលដែលវា interact មួយចប់ group មួយហ្នឹងយើង delay ប្រហែល second ចាំឲ្យវាចូលទៅ group មួយទៀតហើយក្នុងការ select group ហ្នឹងយើងមានជា select in order ហើយនឹង by random អញ្ចឹងបើសិនជាអ្នកនរគ្នា select យក order វានឹង select តាមលេខរៀង order នេះបើសិនជាអ្នកនរគ្នាយកអា import by admin នេះវានឹងចូលទៅចាប់តាមលេខរៀងទី1ទី2ទី3អញ្ចឹងទៅតែបើអ្នកនរគ្នាយក random select group នេះក្នុង3ហ្នឹងក្នុងអា3ដែលយើង import ចូលហ្នឹងគឺវា random អញ្ចឹងវាអាចទី1ទី2មុនទី3មុនអីចឹងណាបាទហើយចំនួនហ្នឹងគឺវាដាក់តាមឧទាហរណ៍យើងដាក់តែ2វា random តែ2ទេវាអត់អស់ទេអញ្ចឹងណាបាទអញ្ចឹងសម្រាប់កន្លែងinteract by access group នេះ process វារៀងយូរជាងបន្តិចចាំមើលខ្ញុំបង្ហាញឲ្យមើលបាទឥឡូវឧទាហរណ៍ចូលចេះមកបាទអញ្ចឹង process វាកន្លែងinteract by access ហ្នឹងណា interact by access group ហ្នឹងគឺវានឹងចូលទៅចែកវាចូលទៅក្នុងនេះហើយវាចូលក្នុង group ហើយវាចូលទៅក្នុង setting ហើយវាចូល member ហើយបានវា select group អញ្ចឹងក្នុងការ select group ហ្នឹងដូចយើង select ក្នុងនេះអញ្ចឹងបើសិនជាអ្នកនរគ្នាដាក់កន្លែងនេះ2អញ្ចឹងយើងយក random selection អញ្ចឹងវានឹង random select យក2 group យកមក interact យកមកដំណើរការលើ function ដែលយើងចាប់ដើមដំណើរការបន្តកតុយទៀតដែលយើង select នៅចុងទៀតណាទៀតខ្ញុំនឹងបញ្ចូលក្នុង function នឹងមួយទៀតបាទវានឹង random 2តែបើសិនជាអ្នកនរគ្នា select យក group in order វានឹងចាប់តាមលេខរៀងដូចអានេះទី1ទី2អញ្ចឹងបើសិនជាអ្នកនរគ្នាដាក់2អញ្ចឹងវានឹង select group ទី1ហើយនឹង group ទី2ពេល run លើ group ទី1ចប់នៅ function ដែលយើង select ទាំងអស់ហ្នឹងហើយវានឹងចូលមកដល់ group ទី2បាទអញ្ចឹង process កន្លែង by access group ហ្នឹងវារៀងយូរតែបើសិនជាអ្នកនរគ្នាស្គាល់ group UID ដែលយើងត្រូវប្រើស្រាប់ហើយយើងចង់កំណត់ថា admin ហ្នឹងគឺត្រូវតែប្រើចូលទៅ post ឬក៏ interact ទៅលើ group ហ្នឹងតែមួយអ្នកនរគ្នាអាចយក UID ហ្នឹងយកមកដាក់លើនេះមកហ្នឹងវាបើកលឿនជាងណាយើងយកតាម link យើងយកតាម interact group UID ហ្នឹងវាលឿនជាងឧទាហរណ៍ចាឥឡូវខ្ញុំបើក account នេះមួយឥឡូវខ្ញុំកំណត់ function កន្លែងនេះខ្ញុំតេស្តឲ្យមើលអញ្ចឹងនៅពេលដែលវាបើកចូលក្នុង group វាអត់មានចូលទៅក្នុង setting ហើយចូលក្នុង group ចុចប៊ូតុងមួយទេគឺវានឹងបើក group នឹងចេញមកភ្លាមហ្មងឥឡូវខ្ញុំតេស្តឲ្យអ្នកនរគ្នាមើលបាទអញ្ចឹងឥឡូវ device ទី2បាទ
បាទនេះវាអត់មានចូលទៅ setting ទេគឺវាបើកគ្រប់នឹងចេញមកគឺវាចាប់ដើម join ឬក៏ interact ដែលយើងចង់ pause ឬចង់ active ហ្នឹងគឺបានភ្លាមៗហ្មងអញ្ចឹងតេតទៅនឹង flow កន្លែង interact គ្រប់ by UID ហ្នឹងវារៀង process លឿនជាងបាទអញ្ចឹងក្នុងការ process interact ហ្នឹងគឺយើងសេរីក្នុងនឹងរួចហើយបន្ទាប់មកគឺយើងចាប់ដើម select function ដែលយើងចង់ប្រើនៅលើក្រុមនីមួយៗហ្នឹងយើងចង់ធ្វើអីដូចកន្លែងនេះ leave group បាទ leave group យើងចង់ leave group ចំនួនប្រមាណយើងចង់ leave group ចំនួន2យើងដាក់2មកយើងចង់ដាក់3យើងដាក់3មកអញ្ចឹងក្នុងការ leave ហ្នឹងគឺវា leave ទៅតាមអ្វីដែលយើងកំណត់ពីលើនេះយើងចង់ leave តាមរយៈ by access group ហ្នឹងឬក៏យើងចង់ leave by UID បាទអញ្ចឹងយើង select មើលតាមហ្នឹងទៅបាទកន្លែង share នេះគឺដើម្បី share នឹងឯងអញ្ចឹងអ្នកនរគ្នាមើលតាមហ្នឹងទៅទី1នេះគឺយើង share តាមរយៈបើក link យើងដាក់ link ចូលទៅគឺវាបើក link ហើយវា share អញ្ចឹង flow មួយទៀត share by pass link ហ្នឹងគឺវា copy pass link ហ្នឹងចូលទៅក្នុង group ហើយយើង post យើង post ដែរអញ្ចឹងណាបាទអញ្ចឹងអ្នកនរគ្នាអាច run ជាក់ស្ដែងមើលបានថា flow វាយ៉ាងម៉េច run របៀបម៉េចបាទអញ្ចឹងនៅក្នុងការ share ហ្នឹងអ្នកនរគ្នាអាចមើល option បន្ថែម amount link share ហ្នឹងដូចយើងដាក់3អញ្ចឹងយើងចង់ដាក់ចំនួន share តែ2ក៏បានដែរបាទអញ្ចឹងក្នុង link 3ហ្នឹងគឺវា select យកតែ2ទេបាទក្នុងការ select ហ្នឹងបើសិនជាអ្នកនរគ្នាអត់ select កន្លែង random select នេះទេគឺវានឹង select 2តាមលេខរៀងទី1ហើយទី2អញ្ចឹងទៅបើអ្នកនរគ្នាយក random select បានន័យថាវា select 2ក្នុងចំណោម3ហ្នឹងបាទអញ្ចឹងវាអត់ដឹងចំមួយណាទេហើយបើអ្នកនរគ្នាចង់ delete នៅបន្ទាប់ពី select ហើយដើម្បីកុំឲ្យ link ហ្នឹង account នីមួយៗចាប់ជាន់គ្នាអ្នកនរគ្នាដាក់ link ឲ្យច្រើនហើយយើងយក delete select នេះមកតែភាគច្រើនអាហ្នឹងអត់សូវមានអ្នកប្រើភាគច្រើនគាត់ book share តែមួយ link អញ្ចឹងណាបាទអញ្ចឹង amount group សម្រាប់ share នេះយើងចង់ link មួយហ្នឹងដូចថា link 2 link នេះ2 link ដែលយើង select ហ្នឹងដែលយើងចង់ share ហ្នឹងឲ្យវា share ទៅប្រហែល group អញ្ចឹងយើងដាក់ចំនួនប៉ុណ្ណឹងមកឧទាហរណ៍ថា3 group យើងដាក់3 group មកបាទហើយ group ហ្នឹងដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងអា setting ដែលយើងសេរីពីលើនេះ3 group ហ្នឹង group ដែលយើង import តាម UID ឬក៏ group ដែលយើងឲ្យវា select random តាម access នេះអានេះតាម access អានេះតាម UID គឺវាបើកចេញ direct ចេះហ្មងបាទហើយ delay នេះនៅពេលដែល share រួចយើងចង់ឲ្យវា delay ប្រហែល second 10ឬ20យើងដាក់តាមហ្នឹងមកហើយចាំឲ្យវា share ទៀតក៏បានដែរហើយ option មួយទៀតសម្រាប់ app version ថ្មីវាមាន option កន្លែង share batch វាមានលក្ខណៈ share ជា checkbox អញ្ចឹងអា checkbox ហ្នឹងឧទាហរណ៍ថាយើង select 3 page ពេលមាន checkbox មកអញ្ចឹងវា select checkbox នឹង3ហើយវាចុចប៊ូតុង share តែមួយទៅហ្មងតែបើសិនជាយើងអត់យក share batch នេះទេវានឹង share ម្ដងមួយរហូតដល់អស់3 group ដែលវាបាន share ហ្នឹងវា select group ម្ដងមួយផុស share មួយ select group មួយទៀត share មួយ select group មួយទៀតអញ្ចឹងអ្នកនរគ្នាអាច run មើលជាក់ស្ដែងបានបាទ option មួយទៀតដែលខ្ញុំទឹកថែមថ្មីគឺ remove pending post in group ឧទាហរណ៍ថា group មួយហ្នឹងយើង post ចូលទៅវានៅជាប់ pending admin គេអត់តន់ approve ឬនៅ you page យើងអាចប្រើមុខងារហ្នឹងគឺអាចលុប post នឹងបានលុបអា post ដែល pending ដែលគេអត់ publish ហ្នឹងលុបបានបាទបន្តមកទៀតគឺ active អញ្ចឹង active អ្នកនរគ្នាដឹងស្រាប់ហើយតាក់ទង interact អី like share ហ្នឹងគឺអ្នកនរគ្នាសេរីនៅក្នុងកន្លែងនេះអា react នេះគ្រប់ function ទាំងអស់គឺ react ហ្នឹងគឺចាប់យកពីកន្លែងហ្នឹងបាទអញ្ចឹងបើសិនជាខ្ញុំចែកអា react នឹងទៅតាម function ផ្សេងៗវារៀងច្រើនអញ្ចឹង react នេះខ្ញុំចាប់តាមហ្នឹងអញ្ចឹងក្នុងការ scroll ហើយនឹង ក្នុងមួយ scroll ប្រហែល second ឬក៏ react ប្រហែល like ហ្នឹងអាហ្នឹងដូចកន្លែង active នៅក្នុង new suite ធម្មតាអញ្ចឹងអ្នកនរគ្នាដាក់តាមហ្នឹងមកបាទអានេះគឺតាក់ទងនឹង add caption បើសិនជាយើងចង់ caption ណាដែលយើងប្រើជាប្រចាំនៅក្នុងការ post ក្នុង group ហ្នឹងអ្នកនរគ្នាដាក់ចូលក្នុងហ្នឹងទៅបាទក្នុងការ select លើ caption ហ្នឹងវាមាន random caption ហើយនឹង delete caption after select បើសិនជាអ្នកនរគ្នាកុំឲ្យ caption ហ្នឹងដដែលជាន់គ្នាយើងយកមុខងារ delete ហ្នឹងមកអញ្ចឹងបើន័យថា account មួយនៅពេលដែលវា select caption ហ្នឹងមួយរួចទៅហើយវាអត់យក caption ហ្នឹងដដែលទៅយកទៅ post ទៅទេបាទបន្តមកទៀតតាក់ទងនឹងការ post option ឡើងនេះគឺតាក់ទងនឹងការ post បាទអញ្ចឹងក្នុងការ post ដូចតកន្លែងដែលយើង post reel ដូចគ្នាអញ្ចឹងអ្នកនរគ្នាបើចង់ post reel នៅក្នុង group យើងដាក់ reel មកតែ reel ហ្នឹងgroup ខ្លះវាអត់មានប៊ូតុង post reel ទេអញ្ចឹងវាអាច fail ច្រើនភាគច្រើនគឺវីដេអូហើយនឹងរូបភាពគឺមានយើងអាច post វីដេអូរូបភាពបានដឹងតែមានហ្មងបាទអញ្ចឹងបើយើងចង់ select post វីដេអូយើង select post វីដេអូមក post រូបភាពយើង post រូបភាពមកសម្រាប់រូបភាពគឺយើងអាច flip រូបភាពបានត្រឡប់ឆ្វេងស្ដាំទៅឆ្វេងទៅស្ដាំអញ្ចឹងណាបាទអញ្ចឹងក្នុងការ select យកវីដេអូយកមកហ្នឹងដូចនៅក្នុងកន្លែងដែលយើង post ធម្មតាអញ្ចឹងវាមាន select តាម name sort តាម random តាមថ្ងៃខែថ្មីហើយតាមថ្ងៃខែចាស់បាទ select title នេះយើងអាច select បានដូចដែលយើង post ធម្មតាអញ្ចឹងណាមាន name only មាន hashtag caption អីដូចគ្នាអញ្ចឹងបាទ remove caption នេះខ្ញុំធ្លាប់បញ្យល់ហើយនៅក្នុងកន្លែង post reel ហ្នឹងណាយើងចង់ remove ពីសញ្ញាណាទៅឆ្វេងយើងដាក់ហ្នឹងមកចង់ remove ពីសញ្ញាណាទៅស្ដាំយើងដាក់កន្លែងហ្នឹងមកហើយយើង check កន្លែងហ្នឹងមកបើយើងអត់ check ទេបានន័យថាយើងអត់ត្រូវការ remove ទេបាទអញ្ចឹងក្នុងការ post នៅក្នុង group ហ្នឹងទាំង image ទាំង video អីហ្នឹងយើងចង់ post ប្រហែល post យើងដាក់តាមហ្នឹងមកចង់ post 5ដាក់5មកចង់ post 1ដាក់1មកបាទក្នុងការ post ហើយមួយហ្នឹងយើងចង់ delay ប៉ុន្មាន second យើងដាក់តាមហ្នឹងមកបាទ check complete អត់យើងចង់ check complete យើង check កន្លែងហ្នឹងមកបន្ទាប់ពី check complete ហើយយើងឲ្យវា delay រយៈពេលប៉ុណ្ណាទៅប៉ុណ្ណាយើងដាក់ឧទាហរណ៍ថា10ទៅ20យើងដាក់10ទៅ20មកអញ្ចឹងវានឹង random ចន្លោះពី10ទៅ20នឹងទៅនៅពេលដែលវា check complete ហើយបាទអញ្ចឹងនៅពេលដែលយើង post រួចហ្នឹងយើងចង់ឲ្យវា delete file video ហ្នឹងអត់ចង់ឲ្យ delete អត់យើងយក delete មកឬក៏ចង់ឲ្យ move ទៅ folder ផ្សេងមួយទៀតយើងដាក់តាមហ្នឹងមកបាទបើយើងអត់ចង់ delete ទេយើងយក don't move don't delete or move ហ្នឹងបាទអញ្ចឹងខ្ញុំសរុបមកវិញតាក់ទងនឹងប្រើមុខងារ function ទាំងអស់នេះគឺយើងត្រូវសេរីក
config នៅក្នុងនេះអញ្ចឹងអាពីរខាងលើនេះ join group ហើយនឹង check amount នេះវាអត់មានពាក់ព័ន្ធមួយអានេះទេគឺវាដាច់ដោយឡែកអញ្ចឹងក្នុងការយក group ក្នុងការយក group យកមក interact leave group ឬក៏ share ឬក៏ remove ឯហ្នឹងប្រើ function ផ្សេងៗទាំងអស់ហ្នឹងគឺយើងត្រូវ select តាមនេះថាយើងចង់យក group ហ្នឹងយកតាមរបៀបណាយកតាម group UID ដែលយើង import ចូលទៅក្នុង cloud ឬក៏យើងចង់ឲ្យវាចូលទៅ select group តាម group ដែលយើងបាន join រួចអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតសម្រាប់ group ដែលយើង join រួចទោះបីថាយើង select យកអានេះតាម UID list នេះក៏ដោយនៅពេលដែលវា join រួចហើយគឺវានឹងតម្លាក់ UID ហ្នឹងចូលមកក្នុង list នេះឲ្យយើងដូចគ្នាអញ្ចឹងយើងអាចនៅពេលដែលយើង join រួចហើយយើងអាចប្រើមុខងារinteract ផ្សេងៗដូច leave ដូច post អីហ្នឹងយើងអាចប្រើតាមរយៈ import UID group ហ្នឹងបានព្រោះអីដូចខ្ញុំបញ្ជាក់អញ្ចឹងយើងប្រើ option មួយហ្នឹងវាបើក interact group វាលឿនជាងដែលយើងចូលតាម setting នេះ by access group នេះ by access group នេះវាចូលទៅរៀងយូរវាចូល setting ទៅវាច្រើនជួនកាលបើ internet យើងលិចអីទៅវាអាច error អញ្ចឹងខ្ញុំ recommend ឲ្យបើសិនជាស្គាល់ UID group ហើយចង់ឲ្យ account មួយហ្នឹងគឺវាធ្វើការលើ group មួយណាយើងដាក់ UID group មួយហ្នឹងចូលមកអញ្ចឹងយើង select យកអាកន្លែង by group UID import ហ្នឹងគឺវា process លឿនជាងហើយវាច្បាស់ទៀតដូចយើងកំណត់ឲ្យ group មួយហ្នឹង run នៅលើ account ហ្នឹងអញ្ចឹងណាបាទអញ្ចឹងតាក់ទងនឹង group មានប៉ុណ្្នឹងឯងបើសិនជាអ្នកនរគ្នាមានចង្អុលអីផ្សេងៗអាចឆាតមក support ធ្វើបានបាទអរគុណ